ភាគីកម្ពុជាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC បន្តស្នើឲ្យមានកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ជាមួយភាគីថៃបន្ទាប់ពីថៃបានស្នើលើកពេលកិច្ចប្រជុំដែលគ្រោងប្រព្រឹត្តទៅកាលពីថ្ងៃទី28ខែធ្នូឆ្នាំ2025តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាថៃបានស្នើលើកពេលប្រជុំក្រោមហេតុផលរងចាំការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួនជាមុនសិនក្នុងសេចក្តីប្រកាសចុះថ្ងៃទី5ខែមករារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបំភ្លឺថាក្រោយការស្នើលើកពេលប្រជុំពីសំណាក់ភាគីថៃភាគីកម្ពុជាបានស្នើជាថ្មីទៀតតាមរយៈកំណត់ទូតចុះថ្ងៃទី5មករាឆ្នាំ2026ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរនៅសប្តាហ៍ទី2ឬសប្តាហ៍ទី3ខែមករាឆ្នាំ2026នេះតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាជំនួបពិសេសនេះមានបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួនបញ្ហាទាំងនោះមានដូចជារឿងដែលយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជាដោយការរាយលួចបន្លាដាក់ទូកុងតឺន័រដោតទង់ជាតិថៃសាងសង់លេនដ្ឋានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាបញ្ហាផ្សេងទៀតនោះនិងបើតាមភាគីកម្ពុជាដដែលយោធាថៃបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគេវិញជាដើមក្រៅពីនេះកិច្ចប្រជុំ JBC ក៏មានបំណងបើកផ្លូវឲ្យមានការបន្តចុះវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នមួយចំនួនក្នុងខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់គិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះភាគីថៃមិនទាន់មានប្រតិកម្មបែបណានឹងសំណើលើកទី2របស់កម្ពុជាដើម្បីឲ្យមានកិច្ចប្រជុំ JBC ក្រោយការប្រកាសបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី27ធ្នូឆ្នាំ2025ជាបទឈប់បាញ់ដែលបានបិទបញ្ចប់ការវាយប្រយុទ្ធរវាងភាគីកម្ពុជានិងថៃតាមព្រំដែនលើកទី2អស់រយៈពេល20ថ្ងៃនិងបាននាំដល់ការដោះលែងទាហានខ្មែរ18នាក់ដែលយោធាថៃបានចាប់ខ្លួនតាំងពីការបាញ់ប្រហារលើកទី1ជាមួយកម្ពុជាកាលពីខែកក្កដាឆ្នាំ2025គួររំលឹកថានៅពេលកម្ពុជាស្នើជាលើកដំបូងឲ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC បន្ទាន់របស់ប្រទេសទាំងពីររដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភួងកេតកៅបានចេញមុខបដិសេធភ្លាមក្រោមហេតុផលថាមាននីតិវិធីជាច្រើនទៀតដែលថៃមិនទាន់ត្រៀមនិងថារាល់លទ្ធផលនៃការប្រជុំនេះត្រូវតែចងភ្ជាប់នឹងការងាររបស់អនាគតរដ្ឋាភិបាលថៃថ្មីលោកស៊ីហាសាក់ភួងកេតកៅបានសង្កត់ធ្ងន់ទៀតថាស្ថានភាពនៃចំនួនកម្ពុជានិងថៃនៅមានភាពផុយស្រួយខណៈថៃបច្ចុប្បន្នមានតែរដ្ឋាភិបាលចាំផ្ទះហេតុដូច្នេះហើយថៃមិនអាចមានការកំណត់ពេលឲ្យបានជាក់លាក់សម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃកម្ពុជាបាននោះទេ